ឯកឧត្តមអ៊ុតក្លឹងអគ្គនាយករដ្ឋកោទឹកបាត់ដំបងនិងលោកជំទាវព្រមទាំងសហការីរួមជាមួយពុទ្ធបរិស័ទចិត្តឆ្ងាយចំណុះជើងវត្តព្រះធម្មសំវត្តនារាមហៅវត្តទួលបន្លៃបានស្រស់ស្រួលមូលមតិគ្នាជាឯកច្ឆន្ទបដិបដើមធ្វើអង្គកឋិនទានសាមគ្គីដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសិមាវត្តព្រះធម្មសំវត្តនារាមហៅវត្តទួលបន្លៃស្ថិតនៅក្នុងភូមិអូស្រឡៅឃុំវត្តមឹមស្រុកសង្កែខេត្តបាត់ដំបងដើម្បីរួបរวมកសាងសមិទ្ធផលនានានិងកសាងដំបូលព្រះវិហារបន្តដែលកម្មវិធីបុណ្យនេះប្រព្រឹត្តទៅនៅថ្ងៃទី11ទី12ខែតុលាឆ្នាំ2025កម្មវិធីបុណ្យថ្ងៃទី11ខែតុលាឆ្នាំ2025វេលាម៉ោង2រសៀលជួបជុំពុទ្ធបរិស័ទចិត្តឆ្ងាយនិងម្ចាស់ត្រៃនិងការប្រាក់សាមគ្គីនមស្ការព្រះរតនត្រ័យសមាទានសិលនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តវេលាម៉ោង3:30នាទីនិមន្តធម្មកថាមួយព្រះអង្គសម្ដែងព្រះធម៌ទេសនាលុះព្រឹកថ្ងៃទី12ខែតុលាឆ្នាំ2025ម៉ោង7:30នាទីប្រគេនយីគូព្រះសង្ឃម៉ោង9ទទួលបដិសណ្ឋារកិច្ចលុះដល់ម៉ោង10ដង្ហែអង្គកឋិនទានសាមគ្គីប្រតិសិនព្រះវិហាររួចនាំយកចង្ហាន់វេប្រគេនចំពោះព្រះភិក្ខុសង្ឃវេលាម៉ោង11ថ្ងៃត្រង់វេផុតប្រគេនព្រះសង្ឃវេលាម៉ោង1រសៀលវេសម្ពុតកឋិនប្រគេននិងបរិខាចំពោះព្រះសង្ឃជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យកឋិនទានជាបុណ្យមួយមាននៅក្នុងព្រះពុទ្ធសាសនាជាការទានមានការកំណត់ចាប់ពីថ្ងៃ1រោចខែអាសត់ដល់ថ្ងៃពេញបរមីខែកដិករយៈកាល29ថ្ងៃក្នុងវត្តនីមួយៗអាចទទួលក្រាលក្រងបានតែមួយដងក្នុងមួយឆ្នាំដោយយល់ឃើញថាព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេល3ខែក្នុងវត្តអារាមនីមួយៗមិនដាច់វស្សារមែងបានទទួលក្រាលក្រងនៅសម្ពុតកឋិនជ័យវរនេះព្រមទាំងបានអានិសង្ឃ5ប្រការតាមពុទ្ធានុញ្ញាតម្យ៉ាងទៀតដើម្បីជួយឧបត្ថម្ភដល់ព្រះសង្ឃដែលគង់ក្នុងព្រះភ្នោះបានប្រើប្រាស់ជាបច្ច័យ4គោរពប្រតិបត្តិធម៌វិន័យក្នុងព្រះពុទ្ធសាសនាបានយូរអង្វែងតទៅដល់យល់ឃើញថាជីវិតសង្ខាររបស់មនុស្សសត្វគ្រប់រូបរស់នៅមិនទៀងជាទុកអ្វីៗទាំងអស់មិនមែនជារបស់ខ្លួនមានការប្រែប្រួលអស់ទៅសូន្យទៅជារៀងរាល់ថ្ងៃគ្មានអ្វីជាទីពឹងមានតែបុណ្យកុសលនេះឯងជាបញ្ញនិធិបានជាទីពឹងពុំអ្នកអាស្រ័យក្នុងលោកនេះនិងលោកខាងមុខបាននៅសេចក្តីសុខចម្រើនទីបំផុតអាចសម្រេចនៅព្រះនិព្វានបានអង្គឋិនទាននេះបានផល្លានិសង្ឃ2យ៉ាងមួយគឺព្រះសង្ឃទទួលក្រាស់ក្រងបានអានិសង្ឃ5និង2ទាយុទាយិកាបានអានិសង្ឃ5ដែរអាស្រ័យហេតុដូចបានរៀបរាប់មកខាងលើនេះហើយទើបយើងទាំងអស់គ្នាជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានរួបរวมសាមគ្គីគ្នាជាឯកច្ឆន្ទរៀបចំប្រពធ្វើបុណ្យកឋិនទានសាមគ្គីនេះឡើងដើម្បីដង្ហែយកទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តព្រះធម្មសំវត្តនារាមហៅវត្តទួលបន្លៃនេះឡើងក្នុងនោះដែរឯកឧត្តមអ៊ុតក្លឹងបានមានប្រសាសន៍ថាការប្រពធ្វើអង្គកឋិនទានសាមគ្គីនេះឡើងគឺដើម្បីដង្ហែទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសិមាវត្តព្រះធម្មសំវត្តនារាមហៅវត្តទួលបន្លៃក្នុងការរួបរวมកសាងសមិទ្ធផលនានានិងកសាងដំបូលព្រះវិហារបន្តដែលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដូច្នេះហើយយើងជាពុទ្ធបរិស័ទត្រូវរួបរวมគ្នាកសាងវិស័យព្រះពុទ្ធសាសនាដែលដូនតាខ្មែរយើងបានបន្សល់ទុកមកដល់ពេលបច្ចុប្បន្ននេះហើយបានថិតថេរយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយៗគោរពបូជាស្របទៅនឹងបាវចនាជាតិសាសនាព្រះមហាក្សត្រព្រះមហារាជធម្មផុនសវេតព្រះចៅអធិការវត្តទួលបន្លៃនិងព្រះបាឡាត់គុណគណៈធម្មយុត្តខេត្តបាត់ដំបងបានមានថេរដីកាថ្លែងអំណរគុណចំពោះឯកឧត្តមអ៊ុតក្លឹងអគ្គនាយករដ្ឋកោទឹកបាត់ដំបងនិងលោកជំទាវព្រមទាំងសហការីរួមជាមួយពុទ្ធបរិស័ទចិត្តឆ្ងាយចំណុះជើងវត្តដែលបានប្រពឲ្យមានអង្គកឋិនទាននេះឡើងនេះគឺជាទឹកចិត្តជ្រះថ្លាដល់ប្រពៃដោយមិនអាចកាត់ថ្លៃបានក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាសា
សនារបស់រដ្ឋឲ្យមានការរីកចម្រើនក៏ដូចជាការជួយទីអារាមវត្តទួលពន្លៃដែលជាវត្តដាច់ស្រយាលឲ្យបានទទួលសមិទ្ធផលនានាកើតឡើងជាបន្តបន្ទាប់នៅក្នុងភូមិអូស្រឡៅដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅទីជិតឆ្ងាយក៏ដូចជាការមកទីអារាមនេះបានងាយស្រួលក្នុងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាយើងឲ្យបានខ្ជាប់ខ្ជួនទៅតាមទំនៀមទម្លាប់ប្រពៃណីតាំងពីបុរាណកាលមកបច្ច័យដែលប្រមូលបានពីអង្គធនធានសរុបប្រមាណ10លានរៀល